សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើត្រីចៀនទឹកត្រីកោះកុងគ្រឿងផ្សំមានដូចជាត្រី500ក្រាមទឹកត្រីកោះកុង3ស្លាបព្រាបាយទឹក2ស្លាបព្រាបាយខ្ទឹម1ស្លាបព្រាបាយដាក់ខ្ទះបើភ្លើងក្តៅល្មមដាក់ប្រេងឆា3ស្លាបព្រាបាយពេលប្រេងឆាក្តៅដាក់អំបិល1ជីបបែបនេះចូលទៅក្នុងខ្ទះហើយត្រូវយកត្រីដាក់ចៀនឲ្យឆ្អិននិងក្រៀមទាំងសងខាងឥឡូវត្រឡប់ត្រីមួយខាងទៀតពេលនេះត្រីឆ្អិនហើយយើងដួសដាក់ចានមួយដុំឥឡូវយកខ្ទឹមមករលីងឲ្យក្រៀមពេលដែលខ្ទឹមក្រៀមហើយដាក់ទឹកត្រីកោះកុងនិងទឹកចូលហើយច្របល់ឲ្យសព្វរួចហើយនឹងយកត្រីដាក់ចៀនជាមួយនឹងទឹកត្រីកោះកុងឥឡូវត្រីចៀនទឹកត្រីកោះកុងធ្វើរួចហើយកុំភ្លេចសាកធ្វើញ៉ាំណាអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូអរគុណ